ថ្ងៃមួយនាងកាទ្រុដើរឆ្លងកាត់វិមាននាងវិនីតាហើយឈប់ជំហានមើលឃើញនាងវិនីតាអង្គុយឯកោកំពុងអោបស៊ុតទាំងពីរទឹកមុខស្រងោតស្រងាត់នៅកណ្ដាលវិមានដ៏ទទេនាងកាទ្រុញញឹមនៅមាត់ញញឹមដែលគ្មានមេត្តាហើយនិយាយដោយសំឡេងទន់ប៉ុន្តែពោពេញដោយពិស្ពុលថា500ឆ្នាំហើយមែនទេបងស្រីបុត្ររបស់ខ្ញុំឥឡូវនេះបានធំលាសសន្ធឹងទៅលេងពេញ3ភពហើយចំណែកបុត្ររបស់បងប្រហែលជាភ័យខ្លាចអានុភាពអ្នករបស់ខ្ញុំដល់ថ្នាក់មិនហ៊ានចេញមកមើលពិភពលោកទេមើលទៅសំណើចរបស់នាងកាទ្រុបានកាត់ចូលជ្រៅទៅក្នុងបេះដូងនាងវិនីតាអារម្មណ៍ដែលនាងសង្កត់យូរមកហើយការអមមាតការសើចចំអកនិងការឈឺចាប់បានរលត់បំផុសคล้ายទៅជាកំហឹងនៅរាត្រីនោះនាងវិនីតាមិនអាចទ្រាំទ្របានទៀតឡើយនាងឈរមុខសុទ្ធទី1ភ្នែកស្រក់ទឹកភ្នែកប៉ុន្តែចិត្តពោពេញទៅដោយភាពរំជៀបរំជួលនាងស្រែកទាំងញ័រថាហេតុអ្វីបានជាអ្នកមិនចេញមកហេតុអ្វីបានជាទុកឲ្យម្ដាយរងអមមាតបែបនេះដោយកំហឹងនឹងការអស់សំណើចនាងបានលើកកណ្ដាប់ដៃវាយចុះលើសម្បកស៊ុតព្រៀងសម្បកស៊ុតបែកចេញពន្លឺដ៏ចែងចាំងបានផ្ទុះចេញបំភ្លឺពេញវិមាននៅពេលពន្លឺស្រទន់ចុះអ្វីដែលលេចចេញមកគឺជាទេពបុត្ររូបស្អាតមានពន្លឺដោយព្រះអាទិត្យពេលព្រឹកប៉ុន្តែគាត់មានតែពាក់កណ្ដាល